សួស្តីសូមស្វាគមន៍មកកាន់មេរៀនភាសាចិនបន្តទៀតថ្ងៃនេះយើងមានពាក្យមួយចែករំលែកដែលយើងឧស្សាហ៍ប្រើនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃគឺ这个这个អញ្ចឹង这个នេះនៅក្នុងភាសាខ្មែរយើងបកបានដូចម្ដេចតោះយើងទៅសិក្សាទាំងអស់គ្នាពាក្យនេះយើងប្រើសម្រាប់ចង្អុលបង្ហាញវត្ថុឬក៏មនុស្សដែលមានន័យថានេះអញ្ចឹងមានឧទាហរណ៍ខាងក្រោមយើងទៅមើលទាំងអស់គ្នាអញ្ចឹងយើងមកមើលប្រយោគរបស់យើង这个手机这个手机បកថាទូរស័ព្ទដៃនេះឬក៏ទូរស័ព្ទនេះអញ្ចឹង手机នេះគឺទូរស័ព្ទ这个បកថានេះយើងបកចូលគ្នា这个手机ទូរស័ព្ទដៃនេះពាក្យបន្ទាប់របស់យើងទៀតគឺ这个包包这个包包包包នេះបកថាកាបូបឬក៏កាតាបណាយើងប៉ោប៉ោក៏ប៉ុន្តែកាបូបគេបែងចែកជាច្រើនប្រភេទទៀតអញ្ចឹងយើងលើកកាបូបនេះមកបង្ហាញជាទូទៅបកថាកាបូបអញ្ចឹង这个包包这个包包កាបូបនេះអូខេមើលពាក្យបន្ទាប់这个人这个人បកថាមនុស្សម្នាក់នេះការប្រើពាក្យ这个នេះគឺទូលំទូលាយមែនទែននៅពេលដែលយើងមិនទាន់ចេះពាក្យច្រើនទេយើងអាចចេះពាក្យ这个នេះដើម្បីសម្គាល់អ្វីមួយដែលយើងចង់ប្រាប់ទៅគេអញ្ចឹងដូចជាពាក្យនេះអញ្ចឹង这个人មនុស្សម្នាក់នេះពាក្យបន្ទាប់របស់យើង这个月បកថាខែនេះអញ្ចឹង月នេះបកថាខែ这个នេះគឺនេះ这个月បកថាខែនេះពាក្យបន្ទាប់ទៀត这个星期បកថាសប្តាហ៍នេះឬក៏អាទិត្យនេះភាសាសាមញ្ញណាយើងអាទិត្យនេះឬក៏សប្តាហ៍នេះភាសាសាមញ្ញ这个星期អូខេពាក្យបន្ទាប់អូខេនេះប្រយោគយ៉ាងវែង这个工人很努力工作这个工人很努力工作បកថាកម្មករម្នាក់នេះខំប្រឹងធ្វើការណាស់អញ្ចឹង这个នេះគឺនេះ工人បកថាកម្មករ很努力工作很នេះគឺណាស់努力គឺខិតខំប្រឹងប្រែង工作នេះគឺធ្វើការឬក៏ការងារ这个工人很努力工作អញ្ចឹងនៅក្នុងភាសាចិនបើសិនជាយើងទើបតែចាប់ផ្ដើមរៀនដំបូងយើងមិនទាន់ចេះពាក្យច្រើនយើងអាចប្រើពាក្យ这个នេះមកជំនួសបានយើងប្រើជាបណ្ដោះអាសន្នណាអញ្ចឹងការរៀនភាសាចិនយើងមិនអាចរៀនភ្លាមចេះច្រើនពាក្យភ្លាមបានទេក៏ប៉ុន្តែយើងរៀនតាមលំដាប់លំដោយអញ្ចឹងពាក្យ这个នេះយើងគួរតែចេះមុនដើម្បីងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃដោយសារ这个នេះអាចប្រើជំនួសបានសឹងតែគ្រប់ពាក្យដោយសារតែយើងទើបតែចាប់ផ្ដើមរៀនភាសាចិនដំបូងយើងអត់ទាន់ចេះពាក្យអស់ច្រើនទេអញ្ចឹងសម្រាប់ថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយសូមអរគុណ